នេះជាលើកទី2របស់ខ្ញុំហើយដែលយកឈើការ៉េមកច្នៃហើយលើកនេះខ្ញុំយកវាមកធ្វើជាអំពង់សម្រាប់ដាក់ប៊ិចបងហើយដោយសារតែថ្ងៃនេះខ្ញុំចង់ទៅធ្វើនៅក្រៅបន្ទប់អញ្ចឹងមុននឹងទៅយើងត្រូវរៀបចំរបស់ណាដែលត្រូវតាក់ទងក្នុងការធ្វើវាយកទៅចូលមកដល់ការធ្វើថងនេះខ្ញុំប្រើជាកងស្គុតกระดาษយកមកធ្វើជាអំពង់នៅខាងក្នុងវាបងហើយខ្ញុំប្រើ2ជាន់ដើម្បីឲ្យវាឃើញរាងខ្ពស់បន្តិចនឹងបិទបាតវាដោយកระดาษរឹងយើងធម្មតានឹងឯងនៅខាងក្នុងនេះខ្ញុំលាបថ្នាំពណ៌សដើម្បីកុំឲ្យឃើញពណ៌កងស្គុតនឹងញញ៉ៃច្រើនពេកហើយបន្ទាប់មកបានយើងចាប់ផ្ដើមចូលមកដល់ការបិទឈើការ៉េមចំពោះឈើការ៉េមនេះខ្ញុំប្រើຂະຫນាត1សង់ទីម៉ែត្រគុណនឹង15សង់ទីម៉ែត្របងពងដែលនៅខាងក្នុងហ្នឹងយើងកុំបិទវាដល់ក្រោមពេកកាលណាតែបិទដល់ក្រោមពេកហ្នឹងដាក់ប៊ិចដាក់អីទៅគឺលឹបបាត់អស់ហើយខ្សែកាចៅនេះខ្ញុំយកវាមករុំនៅជុំវិញឈើការ៉េមហើយខ្ញុំរុំហ្នឹងខ្ញុំមិនមែនរុំដោយសារតែខ្លាចឈើការ៉េមជ្រុះអីទេខ្ញុំរុំដើម្បីធ្វើជាម៉ូតនឹងឯងហើយចំពោះអំពង់សម្រាប់ដាក់ប៊ិចនេះខ្ញុំប្រើជាឈើការ៉េមជាមួយនឹងខ្សែកាចៅហ្នឹងដោយសារតែពីមុខហ្នឹងវាពណ៌ធម្មជាតិដូចគ្នាព្រោះថាខ្ញុំធ្វើអំពង់សម្រាប់ដាក់ប៊ិចនេះខ្ញុំមិនចង់បានពណ៌ highlight អីច្រើនទេការដែលធ្វើចេញពីឈើការ៉េមនេះគឺងាយធ្វើមែនតើយើងគ្រាន់តែកាត់ចុងឈើការ៉េមទាំងសងខាងហើយយកវាមកបិទទល់គ្នាចេះទៅចាញ់រូបបេះដូងបាត់ហើយចំពោះផ្កាមួយយើងប្រើ5ស្រទាប់អញ្ចឹងផ្កា2អស់ឈើការ៉េម10ដើមនិយាយទៅធ្វើអំពង់សម្រាប់ដាក់ប៊ិចនេះមួយអស់ឈើការ៉េមសរុបទៅអត់ដល់មកប្រទេសហើយណាបងហើយចំពោះទំហំអំពង់សម្រាប់ដាក់ប៊ិចនេះបងធ្វើប៉ុនខ្ញុំនឹងមកបានពេលដែលយើងបិទផ្កាទៅវាឃើញស្មើស្អាតនៅចំណុចកណ្ដាលផ្កានេះខ្ញុំប្រើជាត្បូងយកមកបិទទៅបងប៉ុន្តែបើអ្នកទាំងអស់គ្នាអត់មានត្បូងទេយើងកាត់ឈើការ៉េមនឹងឲ្យរាងមូលទៅហើយយកមកបិទទៅក៏បានដែរចំពោះដើមផ្កាក៏យើងប្រើជាខ្សែកាចៅដែរបងហើយមិញនេះខ្ញុំគ្រាន់តែបានបង្ហាញបងពីរបៀបនៃការកាត់ផ្កាប៉ុន្តែចូលមកដល់ការកាត់ស្លឹកវិញខ្ញុំអត់បានបង្ហាញទេប៉ុន្តែគ្រាន់តែឈើការ៉េមដែលខ្ញុំយកមកកាត់ជាស្លឹកនេះទំហំវា 1.7 គុណនឹង15សង់ទីម៉ែត្របងយើងធ្វើតែប៉ុណ្្នឹងមកក៏បានដែរបងតែគ្រាន់តែខ្ញុំឃើញដើមផ្កាហ្នឹងវារាងស្លាស់ចឹងទៅខ្ញុំក៏យកខ្សែកាចៅតតែហ្នឹងមកចងជាខ្សែបូនតិចទៅយកមកបិទនៅកន្លែងដើមផ្កាប្រសពគ្នានៅកន្លែងខាងក្រោមនេះហើយនៅក្នុងវីដេអូនេះបានជាខ្ញុំធ្វើអំពង់សម្រាប់ដាក់ប៊ិចហ្នឹងដោយសារតែភាគច្រើនខ្ញុំសង្កេតឃើញថារបស់ដែលខ្ញុំធ្វើកន្លងមកហ្នឹងក្មេងឬក៏អូនគាត់ចង់ធ្វើតាមដែរប៉ុន្តែភាគច្រើនគាត់អត់សូវចេះធ្វើដល់ពេលអញ្ចឹងទៅគាត់ធ្វើអត់កើតទេអញ្ចឹងទៅខ្ញុំក៏សម្រេចថាធ្វើអំពង់សម្រាប់ដាក់ប៊ិចនេះទៅព្រោះថាក្មេងៗគឺគាត់ត្រូវការប្រើច្រើនហើយរបស់ដែលស្រួលធ្វើអញ្ចឹងបើគាត់មើលហើយគាត់អាចធ្វើតាមបានគឺគាត់ប្រើបានជាប្រយោជន៍អញ្ចឹងណាបងប៉ុន្តែមិនមែនចំពោះតែក្មេងៗទេសូម្បីតែយើងធំហ្នឹងក៏ត្រូវការប្រើដែរសម្ភារៈអញ្ចឹងដាក់លើតុដាក់អីអញ្ចឹងទៅអញ្ចឹងក៏ភ្លេចសាកធ្វើទាំងអស់គ្នាណាបងហើយពីខ្ញុំថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណ